នេះជាវីដេអូដែលបង្ហាញពីរបៀបតេស្ត mode installation mode ដំឡើងម៉ាស៊ីនហើយថ្មីថ្មោងយើងចង់ដឹងថាទឹកចូលអត់ថាវាវិលបោកអត់ទឹកប្រហូរចេញអត់ឬនឹងពូតដែរអត់បាទអញ្ចឹង4 step ធំហ្នឹងយើងចង់ដឹងនោះវាលឿនយើងបន្ទាប់ពីយើងតទឹកតភ្លើងចូលអស់ហើយយើងចុចបាទរបៀបនេះទី1យើង power on បាទតមកទៀតយើងចុច delay end នេះឲ្យវាទៅលេខ17បាទលោតលេខ17អូខេបន្តមកទៀតយើងចុចឲ្យជាប់ពាក្យ start នេះឲ្យវាចេញអក្សរ AS បាទជាប់អក្សរ AS អូខេ AS បន្តមកទៀតយើងចុច start មកទៀតបាទអញ្ចឹងវាចូលលេខ1វាដាក់ CO ខូលនឹងទឹកចូលហើយបាទទឹកចូលឥឡូវទឹកចូលធុងចឹងវានឹងដំណើរការដោយស្វ័យប្រវត្តិទឹកហូរចូលធុងហើយវិលថាសបោកបន្តមកទៀតប្រហូរទឹកចេញនិងពូតហើយចប់អូតូខ្លួនវាបាទចឹងយើងអត់មានចុចបន្តទេគឺវាដំណើរការតខ្លួនវាស្វ័យប្រវត្តិបាទឥឡូវយើងចាប់ផ្ដើមវិលថាសបោកអូខេបន្ទាប់ពីវិលថាសបន្តិចទៀតវានឹងប្រហូរទឹកចេញម្ដង drain out បាទអានេះវាជាក់ថាថាសវាវិលបោកធម្មតាទេ boss time អូខេដល់វគ្គ drain out នេះទឹកហូរចេញdrain out ចេញចឹងដំណើរការនេះវាធ្វើការបន្ទាប់ពីយើងចុចចូលកម្មវិធីវាហើយវាដំណើរការប្រហែលជា5-6នាទីវានឹងបញ្ចប់ទៅវិញអូតូបន្តិចបាទចឹងវា drain ហើយបន្តទៀតវានឹងទៅពូតបាទលើដំណើរការចាប់ផ្ដើមវិលពូតវិលទាំងថាសទាំងធុងទៅលេខចំនួនជុំវា240ជុំជាងអូខេចប់
អញ្ចឹងវាចប់ហើយវានៅ load អក្សរ OT ហ្នឹងយើងអាចចុចបិទពីបន្ថែមបានអូខេបាទមានតែប៉ុណ្្នឹងអរគុណ